អ្នកជំងឺគ្រប់គ្នាតែងតែយល់ថាពេលដែលខ្លួនឯងអស់កម្លាំងខ្លាំងហើយមិនដឹងថាញ៉ាំអីហ្នឹងគឺគាត់ច្បាស់ទៅរកបបរក្តៅព្រោះយល់ថាពេលដែលញ៉ាំអាហ្នឹងទៅគឺរាងកាយធូរស្រាលបានលឿនប៉ុន្តែអត់ខុសទេញ៉ាំអាហ្នឹងពិតជាធ្វើឲ្យយើងនឹងធូរស្រាលមែនដោយសារអីយើងអត់នឹកចង់ញ៉ាំអីទេពេលដែលយើងអត់ស្រួលខ្លួនប៉ុន្តែក្នុងវីដេអូនេះចង់បញ្ជាក់ជូនបងប្អូនទាំងអស់គ្នាថាញ៉ាំបបរបានប៉ុន្តែកុំឲ្យខាតញ៉ាំបបរដែលមានគ្រឿងផ្សំគ្រប់គ្រាន់ឧទាហរណ៍ថាបបរគ្រប់គ្រឿងមិនមែនបបរខាត់គ្រប់គ្រឿងឲ្យកូនក្មេងណាតែមនុស្សធំអ្នកជំងឺក៏អាចញ៉ាំបបរគ្រប់គ្រឿងបានផងដែរដូចជាយើងត្រូវតែមានលាយជាមួយនឹងប្រូតេអ៊ីនដែលមានសាច់មានស៊ុតមានត្រីបងប្អូនជ្រើសមួយណាក៏បាននិងមានបន្លែចូលនៅក្នុងនឹងដែរដូចជាមានការ៉ុតឬក៏មានដលងមានបន្លែបៃតងនានាព្រោះបន្លែទាំងអស់ហ្នឹងវាមានវីតាមីន C វាមានជាតិ fiber ហើយនៅក្នុងសាច់ក្នុងត្រីក្នុងស៊ុតជាប្រភេទអាហារសាំងសង់ដែលវាមានប្រូតេអ៊ីនខ្ពស់អញ្ចឹងពេលដែលយើងញ៉ាំបបរហើយលាយអាទាំងអស់ហ្នឹងវាធ្វើឲ្យរាងកាយយើងនឹងឆាប់ប្រសើរឆាប់មានកម្លាំងឆាប់ជាសះស្បើយបើអ្នកមានរបួសផងវានឹងជួយទៅ boost collagen ក៏ដូចជាធ្វើឲ្យមុខរបួសហ្នឹងដុសសាច់និងភាពយឺតនឹងបានល្អឆាប់ជាឆាប់ស្ងួតដូច្នេះការញ៉ាំបបរគឺល្អប៉ុន្តែបើសិនជាបន្ថែមនៅរសជាតិដូចដែលអ្នកគ្រូសៃប៉ៅរៀបរាប់មិញក៏វាកាន់តែមានជាតិក៏វាកាន់តែមានកម្លាំងក៏វាកាន់តែឆាប់ជាដែរអញ្ចឹងឃើញវីដេអូនេះអ្នកជំងឺប្រហែលជាពិបាកព្រោះពិបាកទៅរកទិញគ្រឿងទាំងអស់អញ្ចឹងញ៉ាំអីញ៉ាំទៅឲ្យតែបានប៉ុន្តែអ្នកថែទាំអ្នកជំងឺគឺមានតួនាទីនៅក្នុងការរៀបចំអាហារឲ្យស័ក្តិសមជាមួយនឹងអ្នកជំងឺឲ្យគាត់ញ៉ាំទៅឆាប់ជាអរគុណច្រើនបងប្អូនទាំងអស់គ្នាពីវីដេអូនៃការចែករំលែករបស់ខ្ញុំអ្នកគ្រូសៃប៉ៅចាស់